ជំរាបសួរសួស្តីពុកម៉ែបងប្អូនត្រឹមទីក្មេងខ្វៀលគោឥឡូវក៏នៅតែខ្វៀលគោដែរតាំងពី2012 13 14 15ដល់16ខ្ញុំនេះគឺជាក្មេងខ្វៀលគោទេឥឡូវមកដល់2026ក៏នៅតែខ្វៀលគោជីវិតអើយជីវិតរករៈហ្នឹងហើយអត់អីទេបងប្អូនយើងជាអ្នកខ្វៀលគោក៏យើងមិនដែលទៅសុំបាយមកហូបគេហូបដែររស់ប៉ុណ្ណាយកប៉ុណ្ណឹងកុំឲ្យទៅយើងទៅឆក់ប្លន់គេទៅបានដែរបងប្អូនមែនអត់បងប្អូនយើងមកខ្លួនទៅវិញក៏ខ្លួនទៅអញ្ចឹងយើងមានអីត្រូវខំបានប៉ុណ្ណាយកប៉ុណ្ណឹងខ្វៀលគោក៏ខ្វៀលទៅតែសុបាយចិត្តបានហើយប៉ុណ្ណឹងបងប្អូនបាយបាយ